អូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកជាប្រភេទ Classic Cocktail មកបង្ហាញអ្នកទាំងអស់គ្នាដែលគេឲ្យឈ្មោះថា Margarita ហើយសម្រាប់ Margarita នេះគឺយើងធ្វើចេញពី Tequila ជាមួយនឹង Traversic ហើយនៅក្នុងនោះដែរក៏មានជាប្រភេទ Sugar Syrup ជាមួយនឹង Lemon Juice ហើយក៏យើងអត់ភ្លេចដែរជាមួយនឹងកែវរបស់ Margarita គឺគេហៅ Margarita Glass នៅនេះជា Margarita Glass ហើយតែគឺយើងយកមកលាបជាមួយនឹងអំបិលហើយនេះចានអំបិលរបស់ពួកខ្ញុំណាហើយយើងមិននឹងដាក់អំបិលយើងស្លាយក្រូចឆ្មាមួយសិនទៅសម្រាប់យកមក decoration យើងពុះឲ្យចំពាក់កណ្ដាលបន្ទាប់មកយើងស្លាយវាមកស្លាយទុកសម្រាប់ធ្វើជា decoration ហើយអំបិលអូខេមុននឹងយើងយកលាបជាមួយនឹងអំបិលយើងត្រូវយកកែវលាបជាមួយនឹងក្រូចឆ្មាដើម្បីឲ្យវាមានទឹកក្រូចឆ្មាជាប់ជាមួយនឹងមាត់កែវយើងស្រួលអំបិលជាមួយនឹងអំបិលអញ្ចឹងយើងយកកែវនិងអំបិលជាមួយនឹងក្រូចឆ្មាពីប្រជុំមកបន្ទាប់មកទៀតក៏យើងយកអំបិលដាក់នៅចានហើយយើងយកកែវដែលយើងលាបហើយហ្នឹងយកមកលាបជាមួយនឹងអំបិលវាថ្នមពីប្រជុំទៅវាជាប់ហើយសម្រាប់អំបិលនេះដែរគឺវាស្រួលមែនទែនតែយើងដាក់ក្រូចឆ្មាបបិលជាមួយមាត់កែវយើងបបិលថ្នមវាបានជាប់នៅលើមាត់កែវនឹងហើយអានេះខ្ញុំបបិលហើយវាជាប់នៅអញ្ចឹងយើងឃើញសហើយបន្តមកទៀតក៏យើងយកអា slide ដែលយើងដាក់ decoration ហ្នឹងយកមកដាក់វាឲ្យទៅស្រួលហើយសម្រាប់ shaker ខ្ញុំប្រើជាប្រភេទ shaker ដែលយើងគ្រាប់កែវដោយសារខ្ញុំរៀង start ដែរជាមួយនឹងប្រភេទ shaker នេះហើយនេះជាប្រភេទ jigger គេហៅថាសម្រាប់វាស់សម្រាប់ក្រិតអាខាងលើរបស់វា30អាខាងក្រោម15អាខាងក្រោមហ្នឹងគឺវារៀងខ្លីជាងអញ្ចឹងចំណុះវាទៅ15ទេហើយយើងមួលshare យើងទៅដែលមានជាមួយនឹងតកាឡាហើយនឹង Traversic ខ្ញុំញុកជាពួយនេះគេហៅថាពួយដើម្បីស្រួលចាក់អញ្ចឹងកុំឲ្យវាកពុបហើយយើងវាល់ទៅតកាឡា45អានេះ30ហើយថែម15ទៀតហើយបន្ទាប់មកទៀតក៏យើងចាក់ Traversic ហ្នឹងយើងយកតែ15ទេដើម្បីលក្ខណៈថាដាក់លាយគ្នាអញ្ចឹងដើម្បីបានជា Margarita អញ្ចឹងណានឹង15ហើយមួយទៀតយើងប្រើជាប្រភេទទឹកក្រូចឆ្មាយើងប្រើ15ដែរអញ្ចឹង15យើងចាក់មកល្មមទៅជាមួយនឹងទឹកស្ករ10បើសិនជាយើងដាក់ទឹកស្ករស្មើនឹងទឹកក្រូចឆ្មាធ្វើឲ្យស្រាយើងបាត់រសជាតិជាទូទៅយើងចង់បានស្រាខ្លាំងហើយញ៉ាំស្រួលញ៉ាំយើងត្រូវដាក់ទឹកស្ករតិចជាងបន្តមកទៀតក៏យើងចូលជាទឹកកកខ្ញុំដាក់ប្រហែលជាមួយជោគកន្លះដើម្បីឲ្យវាក្លុកទៅអូខេអញ្ចឹងនេះយើងបានជាប្រភេទ Margarita មួយកែវហើយ